7សញ្ញាក្តីប្រាថ្នារបស់អ្នកនឹងមកដល់ចា៎ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនិយាយអំពីសញ្ញាដែលអ្នកនរគ្នានឹងបានជួបចាហើយអ្វីដែលអ្នកនរគ្នាបានប៉ងចាពីមុនមកចាតកតងទៅនឹងគោលដៅផ្សេងឬមួយក៏ជាការចាយើងសម័យថាចង់បាននេះចង់បាននោះដែលជាសេចក្តីប្រាថ្នារបស់យើងមិនថាជាមុខរបរជាទ្រព្យចាជាលុយកាក់ឬមួយក៏ជាគោលដៅនៅក្នុងការទំនាក់ទំនងចាឬមួយក៏ជាគោលដៅអីផ្សេងរបស់យើងចាអញ្ចឹងអ្នកនរគ្នាជួប7សញ្ញានេះហើយគោលដៅរបស់យើងហ្នឹងនឹងចូលមកកាន់ជីវិតរបស់យើងជាបន្តបន្ទាប់ចាយើងនឹងទៅជែកគ្នាអំពី7សញ្ញានោះទាំងអស់គ្នាសញ្ញាទី1ដែលយើងនឹងបានជួបគឺតកតងទៅនឹងលេខស្ទួនចាហើយលេខស្ទួនទាំងអស់នោះអ្នកនរគ្នានឹងជួបភាគច្រើនគឺលេខ555ចាហើយនឹងលេខ222ចាអញ្ចឹងអ្នកនរគ្នាបានជួបចាដូចជាលេខ333លេខ444គឺជាលេខដែលនាំសេចក្តីប្រាថ្នារបស់យើងឲ្យចូលមកកាន់ជីវិតរបស់យើងអញ្ចឹងធម៌ពលចក្រវាលគឺផ្ដល់សញ្ញាឲ្យយើងអ្នកនរគ្នាអាចជួបនឹងលេខនឹងច្រើនជាងនឹងទៀតចាដោយចៃដន្យគ្រប់ទីកន្លែងដែលយើងនឹកស្មានមិនដល់ចាថាហេតុអីបានជាជួបលេខចាដូចគ្នាដូច្នេះប្រព័ន្ធខួរក្បាលរបស់យើងក៏ប្រព័ន្ធរលកសញ្ញាផ្លេកកង់របស់យើងគឺបញ្ចេញទិន្នន័យជាមួយនឹងចក្រវាលដែលបង្កើតបានទៅជាប្រព័ន្ធស្រុកក្តីប្រាថ្នាយើងហ្នឹងចូលមកកាន់ជីវិតរបស់យើងហើយចាអញ្ចឹងគឺអាឡាញគ្នាណាគឺចូលទៅក្នុងធម៌ពលតែមួយជាមួយនឹងសេចក្តីប្រាថ្នាពីរគឺតកតងទៅនឹងការដែលយើងបាត់បង់ចាអញ្ចឹងអ្នកនរគ្នាមានការបាត់បង់ដូចជាលុយកាក់ទ្រព្យសម្បត្តិក៏ដូចជាបាត់បង់មនុស្សជាទីស្រឡាញ់ចាអញ្ចឹងអ្នកនរគ្នាអាចនឹងទទួលនៅវិបត្តិផ្លូវចិត្តក៏ដូចជាការដែលយើងពិបាកចិត្តកើតទុកអីចឹងទៅនៅក្នុងការដែរបាត់បង់បើសិនជាកម្រិតមួយធ្ងន់តែបើកម្រិតមួយដែលយើងអាចតស៊ូបានគឺយើងត្រូវតស៊ូចឹងមិនថាយើងបាត់បង់អ្វីមួយចាយើងនឹងឈានចូលទៅរកសេចក្តីប្រាថ្នារបស់យើងហើយចាអញ្ចឹងចក្រវាលដកចេញខ្លះដើម្បីរកកន្លែងទំនេរដាក់នៅសេចក្តីប្រាថ្នាថ្មីរបស់វាជាការផ្លាស់ប្ដូរនៅជីវភាពរបស់យើងវាជាការផ្លាស់ប្ដូរនៅក្នុងទំនាក់ទំនងរបស់យើងវាជាការផ្លាស់ប្ដូរនៅស្ថានភាពនៃរាងកាយរបស់យើងចាអញ្ចឹងអ្នកនរគ្នាត្រៀមនៅក្នុងការដែលយើងបាត់បង់បើសិនជាមានករណីបាត់អ្នកនរគ្នាត្រូវចេះប្រើធម៌ពលផ្លូវចិត្តឲ្យបានរឹងមាំចាតាំងចិត្តចាប្រឡែងចាហើយនឹងទទួលយកគ្រប់យ៉ាងចាហើយនៅពេលដែលយើងរឹងមាំនោះសេចក្តីប្រាថ្នារបស់យើងនឹងទទួលបានបន្ទាប់ពីការបាត់បង់ចាហើយសម្រាប់សញ្ញាទី3គឺតកតងទៅនឹងការដែលយើងជួបតេស្តចាជួបវិបត្តិចាអញ្ចឹងមួយបាត់បង់មួយជួបវិបត្តិបានន័យថាបញ្ហាដែលកើតឡើងចាអញ្ចឹងបញ្ហានោះអាចជាចំនួនអាចជារឿងរ៉ាវដែលត្រូវឲ្យយើងដោះស្រាយចាការដែលមានគេមកធ្វើឲ្យយើងមានបញ្ហាចាក៏ដូចជារាល់សកម្មភាពដែលយើងកំពុងតែធ្វើហ្នឹងគឺជួបបញ្ហាចាអញ្ចឹងបញ្ហាគឺជាតេស្តចក្រវាលមួយដែលចង់វាស់សមត្ថភាពផ្លូវចិត្តរបស់យើងតែយើងមានផ្លូវចិត្តស្ដុកស្ដំមានផ្លូវចិត្តនឹងណនៅក្នុងការទទួលយកវាបានទេចាពីព្រោះថាវាជាវិញ្ញាសាប្រឡងចាប្រសិនបើតេស្តទាំងអស់ហ្នឹងយើងមិនអាចដោះស្រាយបានមិនអាចតាំងចិត្តនៅក្នុងការធ្វើវាឲ្យល្អប្រសើរបានទេបានន័យថាទៅមុខក្តីប្រាថ្នារបស់យើងនឹងក៏អត់បានមកដែរបើសិនជាយើងមានប្រតិកម្មតបចំពោះបញ្ហាចាដូច្នេះអ្នកនរគ្នាគឺតាំងចិត្តឲ្យស្ងប់ហើយកុំសួររកមូលហេតុនៃបញ្ហាដែលកើតឡើងអ្នកនរគ្នាត្រូវតែសួររកដំណោះស្រាយដើម្បីដោះវានោះអ្នកនរគ្នានឹងសម្រេចនៅចាគោលដៅដែលយើងពងមកជាយូរចាហើយសម្រាប់សញ្ញាទី4ដែលយើងបានជួបផងដែរគឺតកតងទៅនឹង surprise gift គឺការទទួលបាននៅអំណោយដ៏គួរឲ្យភ្ញាក់ផ្អើលតែអញ្ចឹងគឺយើងសុកក៏ទទួលបាននៅកាដូអីផ្សេងពីអ្នកដែលជាទីស្រឡាញ់ជាទីគោរពរបស់យើងចាឬមួយក៏អ្នកដែលគ្រប់គ្រងយើងចាឬមួយក៏អ្នកផ្សេងជាមិត្តភ័ក្តិអីផ្សេងដូចតែគ្រូបានទទួលនៅចាកាដូចាកវលដៃអនេះចាអញ្ចឹង
កូនសិស្សគឺផ្ញើមកជាបន្តហើយអ្នកដែលគេស្រឡាញ់ចាហើយអ្នកដែលគេគ្រប់គ្រងឲ្យជួយឲ្យគ្រូស្អាតដើម្បីឲ្យ make up ដើម្បីធ្វើខ្លួនឲ្យស្អាតទៅឲ្យអ្នកនរគ្នាហ្នឹងគឺពេញចិត្តនៅក្នុងការមើលវីដេអូហ្នឹងគឺកាន់តែច្រើនណាចាអញ្ចឹងជូនពរប្អូនឲ្យមានសម្រស់ស្រស់ស្អាតចារាល់សេចក្តីប្រាថ្នាសូមឲ្យសម្រេចបានអញ្ចឹងនៅក្នុងការដែលទទួលនៅចារង្វាន់អំណោយអីផ្សេងៗដែលយើងគិតថាអូយចាបានពីនេះប៉ុណ្ណឹងអញ្ចឹងណាចាជាអ្វីដែលយើងអត់បានព្រៀងទុកទេគឺគេធ្វើឲ្យយើងភ្ញាក់ផ្អើលនោះហើយគឺជាអ្វីដែលជាសេចក្តីប្រាថ្នាដែលយើងពោលមកឧទាហរណ៍ថាយើងស្រឡាញ់អីមួយអញ្ចឹងគឺ surprise gift បានន័យថាអំណោយដ៏ភ្ញាក់ផ្អើលនោះគឺតកតងនឹងអ្វីដែលយើងកំពុងតែស្រឡាញ់នឹងឯងចាហើយសម្រាប់សញ្ញាទី5គឺតកតងទៅនឹងសំឡេងបំពេពីចក្រវាឡចាចឹងអ្នកនរគ្នាដែលឮសំឡេងបំពេទេចាសំឡេងបំពេឧទាហរណ៍ថាអ្នកនរគ្នាកំពុងតែគេងចាស្រាប់តែមានសំឡេងចម្រៀងដ៏ពីរោះចាដែលមកកំដរយើងរងឹមចានៅពេលដែលយើងរៀបភ្ញាក់ឡើងណាចាអញ្ចឹងគឺមានសំឡេងរងឹមចាអញ្ចឹងជាសំឡេងមួយបំពេយើងចាចង់ប្រាប់យើងថាក្តីប្រាថ្នាលៀបសក្ការៈនឹងចូលមកហើយមួយទៀតបើអ្នកនរគ្នាមានកណ្ដឹងខ្យល់ចាគឺអ្នកនរគ្នានឹងទទួលបាននៅសំឡេងកណ្ដឹងខ្យល់យូលចាអញ្ចឹងគឺយូលយើងដាក់កណ្ដឹងខ្យល់ដើម្បីជាសញ្ញាមួយដែលយើងបានលៀបសំណាងអ្នកនរគ្នានឹងឮកណ្ដឹងនោះរោគ្រើងដោយខ្យល់ចាដែលមកពីធម្មជាតិចាហើយនឹងមួយទៀតគឺអាចជាសំឡេងដែលជាចាសត្វយំចាដែលពីរោះចាអាចជាសំឡេងចាផ្សេងដែលព្រោះចាដែលព្រោះដែលធ្វើឲ្យយើងនឹងមានចិត្តសប្បាយរីករាយចានោះគឺជាសំឡេងបំពេដែលចក្រវាឡឲ្យសារយើងថាយើងនឹងទទួលបាននៅសេចក្តីប្រាថ្នាឬមួយក៏មកលើកទឹកចិត្តយើងនៅពេលដែលយើងកំពុងតែជួបតែចក្រវាឡឲ្យយើងចេះតស៊ូឲ្យយើងចេះរីករាយឲ្យយើងចេះ relax ចាសម្រាប់ដើម្បីយកធម៌ពលរបស់យើងទៅចាតស៊ូទៅរកគោលដៅរបស់យើងចាហើយសញ្ញាទី6គឺតកតងទៅនឹងការដែលយើងជាប់គាំងនៅសកម្មភាពដែលកំពុងតែធ្វើចាអញ្ចឹងឧទាហរណ៍ថាយើងធ្វើអីមួយក៏ដោយចាស្រាប់តាគាំងចាគឺវាមានចាអ្វីមួយដែលអត់ដំណើរការទៅទៀតចាដូចជា Facebook គាំងចាដូចជា Facebook យើងកំពុងតាចាអ្នកដែលផលិតមាតិកាផលិតស្រាប់តែទៅជាកំពុងតារកចំណូលអ្នកខ្លះក៏រកចំណូលអីចឹងទៅក៏ចាជាប់គាំងចាអ្នកខ្លះកំពុងតា live page អីចឹងយើង page យើងកំពុងតែមានគេចូលមកចា like follow ច្រើនអីចឹងទៅក៏បាត់ចាគឺគាំងចា page នឹងអត់បានចាគាំងចាឬមួយក៏វាបាត់ចេញពីប្រព័ន្ធរបស់យើងចាអញ្ចឹងអ្នកនរគ្នាក៏ភ័យចាហើយបារម្ភកង្វល់អីអញ្ចឹងទៅអញ្ចឹងការជាប់គាំងអីផ្សេងហ្នឹងគឺចក្រវាឡចង់ឲ្យយើង improve ចង់ឲ្យយើងធ្វើឲ្យប្រសើរឡើងនៅកិច្ចការដែលយើងកំពុងតែធ្វើអញ្ចឹងធម្មតានៅពេលដែលយើងគាំងយើងមិនទៅរកអ្នកបច្ចេកទេសឲ្យជួយមិនចឹងហ៎ចាអញ្ចឹងរកគេដែលបកកែឲ្យជួយយើងឬមួយក៏ទៅប្រឹក្សាឬមួយក៏ទៅរិះរោមមធ្យោបាយផ្សេងដើម្បីធ្វើវាជួសជុលវាឡើងវិញណាចាអ្វីដែលយើងជាប់គាំងហ្នឹងអញ្ចឹងបើមិនប្រគាំងយើងទេគឺយើងអត់បានអីដែលប្រសើរឡើងជាងហ្នឹងនៅពេលដែលយើងទៅរកមធ្យោបាយដោះយើងអាចនឹងជួបអ្នកដែលប្រកែជាងចាយើងអាចនឹងជួបនៅរឿងថ្មីឬមួយក៏ពេលខ្លះបើអ្នកនរគ្នាដោះអត់បានទេចាវានឹងទុកពេលវេលាឲ្យចក្រវាឡដោះចាមិនខ្លះគាំងដោះអីក៏ចេញចាដោយអ្នកគ្រូអីគឺអ្នកគ្រូអត់ដោះទេចារោមមធ្យោបាយអត់ឃើញទេគឺអត់ខ្វល់ពីវាទេប៉ុន្តែដល់ពេលវេលាបន្តិចទៅចក្រវាឡដោះបានដោយខ្លួនឯងចាហើយសម្រាប់សញ្ញាទី7ដែលយើងបានជួបផងដែរគឺតកតងទៅនឹងគំរូនៃការសម្រេចសេចក្តីប្រាថ្នាចាអញ្ចឹងអ្នកនរគ្នាបានឃើញហើយនៅចាអ្នកដែលគាត់បានសម្រេចនៅគោលដៅរបស់គាត់នៅក្នុង social media ក្តីនៅក្នុងចកោមិត្តភ័ក្តិរបស់យើងក្តីចាដែលយើងបានជួបចាគេសម្រេចបានសេចក្តីប្រាថ្នាអីខ្លះចាអញ្ចឹងគេបានសម្រេចផ្ទះចាក្តីសុបិនឬមួយរថយន្តក្តីសុបិនឬមួយក៏គេទទួលបានអំណោយឬមួយក៏គេទទួលបានចាកូនចាជាទីស្រឡាញ់ឬមួយក៏គេបានរៀបការឬមួយក៏អីផ្សេងដែលជាសេចក្តីប្រាថ្នាហ្នឹងគឺដូចគ្នាជាមួយនឹងសេចក្តីប្រាថ្នាដែលយើងកំពុងតែដាក់គោលដៅអញ្ចឹងនៅពេលដែលយើងបានឃើញអ្វីដែលគេកំពុងតែសម្រេចនោះហើយគឺជាចក្រវាឡយកយើងហ្នឹងទៅដាក់នៅក្នុងធម៌ពលហ្នឹងយើងកំពុងតែចូលទៅក្នុងភាព
ចាតម្រឹមនៃធម្មពលតែមួយអញ្ចឹងយើងក៏លេខទៅអ្នកចិត្តខាងរបស់យើងគឺឃើញសម្រាប់ទាំងអស់ដូច្នេះហើយបានជាគេមិនឲ្យយើងមានចិត្តចំណែនទេបើសិនជាអ្នកនរគ្នាមានចិត្តច្រណែនចាអ្នកនរគ្នានឹងបាត់បង់នៅចាអ្វីដែលយើងចង់បានដូច្នេះយើងត្រូវតែធ្វើការអបអរសាទររីករាយចាហើយបញ្ចូលធម្មពលរបស់យើងជាមួយនឹងអ្វីដែលគេកំពុងតែបាននោះគឺសេចក្តីប្រាថ្នារបស់យើងនឹងចូលមកកាន់ជីវិតរបស់យើងបានកាន់តែលឿនចាអញ្ចឹងអរគុណច្រើនអ្នកនរគ្នានេះគឺជា7សញ្ញាដែលបញ្ជាក់ថាក្តីប្រាថ្នារបស់យើងនឹងសម្រេចបាននឹងមកដល់ក្នុងពេលខាងមុខចាអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូចាកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងចាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន